តាបងប្អូននិស្សិតទាំងអស់គ្នាកំពុងតែជួបតែនឹងបញ្ហានេះដែរទេមិនដឹងថាគួរចាប់ផ្ដើមយ៉ាងណានៅក្នុងការសេសាណានេះគឺជាគន្លឹះដែលខ្ញុំធ្លាប់បានឆ្លងកាត់ហើយខ្ញុំក៏បានទើបតែបញ្ចប់សរសេរសារណាថ្មីនេះដែរក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីគន្លឹះសំខាន់3ដើម្បីឲ្យអ្នកទាំងអស់គ្នាត្រៀមខ្លួនក្នុងការរៀបចំសរសេរសារណាក៏ដូចជាពិចារណាថាគួរចាប់ផ្ដើមឬគួរតែសរសេរសារណាយ៉ាងម៉េចដែរទី1គឺការសម្រេចជ្រើសរើសប្រធានបទចំណុចនេះគឺសំខាន់ណាស់មុនពេលដែលយើងចាប់ផ្ដើមថាតើយើងចង់សរសេរពីប្រធានបទអំពីអ្វីគេយើងគួរតែគិតមើលក៏យើងអាចពិភាក្សាជាមួយនឹងគ្រូដែលគាត់មានជំនាញនៅខាងផ្នែកនេះជាមុននៅក្នុងឆ្នាំទី1ដែលយើងកំពុងតែរៀនក៏បានកុំចាំរហូតដល់ឆ្នាំចុងក្រោយដែលយើងចាប់ផ្ដើមសរសេរសារណាដូច្នេះហើយគឺយើងមានពេលក្នុងការតេស្តរីពី topic ដែលយើងមើលឃើញមួយក៏យើងចាប់អារម្មណ៍ថាតែចង់សរសេរតាក់ទងទៅនឹងជំនាញអ្វីមួយក៏ប្រធានបទណាមួយទៀតចំពោះបញ្ហាស្រាវជ្រាវមួយក៏យើងហៅថា research questions គឺយើងគួរតែផ្ដោតទៅលើបញ្ហាដែលជាបញ្ហាថ្មីគឺទៅកើតឡើងឬមួយក៏បញ្ហាដែលកើតឡើងហើយប៉ុន្តែអត់ទាន់បានដោះស្រាយរួចរាល់មួយក៏ដោះស្រាយមិនទាន់គ្រប់ចន្លោះមួយក៏មានការខ្វះខាតអញ្ចឹងជាពេលដែលយើងមើលគឺយើងអាចកំណត់ថាតើសំណួរទាំងនោះនៅក្នុងវិស័យមួយក៏នៅក្នុងចំណេញណាដែលយើង passionate មួយក៏យើងមានចំណងចំណូលចិត្តក្នុងការធ្វើហើយមានទៅលើចំណេះដឹងទៅលើផ្នែកហ្នឹងហើយនៅមាន experience បទពិសោធន៍ក៏ដូចជាមានបណ្ដាញ network ជាដើមបើសិនជាករណីដែលយើងអត់មាន experience មួយបទពិសោធន៍មួយក៏បណ្ដាញនេះយើងអាចគិតថាតើទិន្នន័យឬមួយក៏ព័ត៌មានដែលយើងប្រមូលបានតាមរបៀបណានៅកន្លែងណាខ្លះយើងអាចចាប់ផ្ដើមគិតហើយមួយទៀតបើសិនជាយើងចាប់ផ្ដើមពីដំបូងដែលយើងអត់តឹងតែម្ដងគឺយើងត្រូវតែមានភាពក្លាហានហើយនៅមានការលើកចិត្តខ្លួនឯងខ្ពស់នៅក្នុងការប្រឹងប្រែងរកទិន្នន័យមួយក៏ឯកសារទាំងអស់នេះចំពោះសំណួរនៃការស្រាវជ្រាវគឺយ៉ាងហោចណាស់ក៏យើងគួរដឹងពីសំណួរនេះចាប់ពី 60% ឡើងទៅដែរបន្ថែមពីលើនេះទៀតគឺចំពោះការរំលឹកទ្រឹស្ដីឬក៏គេនិយាយហៅថា literature review គឺយើងគួរតែសរសេរផ្ដោតទៅលើការរំលឹកទ្រឹស្ដីនៅជុំវិញបញ្ហានៃការស្រាវជ្រាវរបស់យើងដែលរួមបញ្ចូលទ្រឹស្ដីសិក្សាសំខាន់និងបង្ហាញថាចំណេះដឹងទាំងនោះគឺតនតាមសម័យកាលហើយក៏យើងគួរតែបង្ហាញពីរបៀបនៃការស្រាវជ្រាវរបស់យើងតាក់ទងទៅនឹងការសិក្សាពីមុនឬក៏បង្ហាញអំពីភាពត្រឹមត្រូវនៃអំណះអំណាងរបស់យើងជាមួយទៅនឹងឯកសារយោងជាដើមគន្លឹះទី2គឺដំណាក់កាលរៀបចំសរសេរដូច្នេះយើងគួរតែស្វែងរកឯកសារណាដែលមានភាពទុកចិត្តនិងប្រភពច្បាស់លាស់ដូចជាតាមសៀវភៅមួយក៏អ៊ីនធឺណិតក៏ដោយមួយក៏ journal មួយក៏ e-book ជាដើមហើយមួយទៀតគឺយើងទៅតែ site គឺយោងទៅលើឯកសារនោះដែលយើងស្វែងរកនឹងថាតើពិតជាត្រឹមត្រូវដែរឬទេចំណុចសំខាន់មួយទៀតដែលខ្ញុំចង់បង្ហាញនោះគឺការស្វែងរកគ្រូដឹកនាំការស្វែងរកគ្រូដឹកនាំនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនមុនពេលដែលយើងជ្រើសរើស topic យើងអាចមើលថាតើគ្រូដឹកនាំនោះគាត់អាចផ្ដល់ comment អាចផ្ដល់ជាមតិយោបល់កែលម្អនិង support យើងបានកម្រិតណាទន្ទឹមនឹងនោះដែរបន្ទាប់ពីយើងមើលឃើញថាតើគ្រូណាដែលជាសក្តានុពលអាចធ្វើជាគ្រូដឹកនាំយើងមួយក៏យើងអាចប្រស័យតាក់ទងជាមួយនឹងគាត់បានមកទៅជំនាញយើងអញ្ចឹងយើងអាចបង្កើតជា master plan ដើម្បីបង្កើត master plan ហើយយើងទៅបង្កើត master plan នេះគឺយើងត្រូវតែរៀបរាប់ detail លម្អិតទៅលើគម្រោងដែលយើងក្នុងការសរសេរអញ្ចឹងគឺគេទុករយៈពេលប្រហែលខែយើងត្រូវរៀប plan ថាពីពេលនេះយើងចាប់ផ្ដើមយ៉ាងម៉េចដូចជាស្វែងរកប្រធានបទមួយក៏ធ្វើការសិក្សាស្រាវជ្រាវសិនភាសាជាមួយនឹងគ្រូហើយបន្ទាប់មកគឺយើង submit ឯកសារអីជាដើមឧទាហរណ៍អ
អញ្ចឹងគឺយើងទៅតែ stick ទៅលើ plan ហ្នឹងមកក៏ភ្ជាប់ទៅលើplan ដែលយើងរៀបចំមកក៏អាចខុសគ្នាបន្តិចបន្តួចក៏បានដែរកុំឲ្យថាយើងទុកចោលតែម្ដងហើយ plan ដែលយើងធ្វើហ្នឹងអាច flexible បានមកក៏អាចបត់បែនបានទៅតាមស្ថានភាពជាក់ស្ដែងយើងបានចំណុចសំខាន់មួយទៀតហ្នឹងគឺប្រកាន់ខ្ជាប់នៅគោលការណ៍ណែនាំជាក់លាក់របស់សាលារបស់អ្នកទាំងអស់គ្នាសម្រាប់ការសរសេរសារណាមួយក៏និក្ខេបបទនេះគឺតាមសាលានីមួយៗគឺគេអាចមានគោលការណ៍ផ្សេងគ្នាដែលសិស្សនីមួយៗគួរតែប្រកាន់ខ្ជាប់ទៅតាមគោលការណ៍របស់សាលាប្រសើរជាងការសរសេរទៅតាមការយកឃើញមួយក៏ទៅតាមគោលការណ៍របស់សាលាផ្សេងមួយក៏យ៉ាងណាដូច្នេះហើយដើម្បីជៀសវាងនៅការវាតម្លៃរបស់សាលាមកលើយើងក្នុងការសរសេរនិក្ខេបបទនោះបន្ទាប់ពីយើងបានរួចរាល់ក្នុងការសរសេរនិក្ខេបបទដោយមានការយល់ព្រមពីសំណាក់គ្រូដឹកនាំហើយដូច្នេះបន្ទាប់ទៀតយើងប្រកាសជាទៅធ្វើបទបង្ហាញហើយអញ្ចឹងការមុនពេលធ្វើបទបង្ហាញនេះយើងគួរធ្វើការហាត់សមនិងវគ្គសំណួរចម្លើយជាដើមដូច្នេះហើយយើងគួរត្រៀមនៅអ្វីដែលគណៈកម្មការអាចនឹងសួរមកអាចវិបកមកយើងបានថាតើយើងគួរតើ respond យ៉ាងម៉េចហើយយើងក៏អាចទូទាយថាតើសំណួរអ្វីនឹងត្រូវសួរនៅក្នុងប្រធានបទរបស់យើងមួយក៏សួរបន្ទាប់គឺយើងអាចរៀបចំឆ្លើយសំណួរនោះជាបណ្ដាចំណុចទី3គឺទទួលយកមតិកែលម្អនៅក្នុងការធ្វើនិក្ខេបបទក៏ដូចជាលក្ខណៈសម្បត្តិក្នុងការបើអ្នកទាំងអស់គ្នាចង់ទៅបន្តការសិក្សាទៅដល់ PhD ទីក៏ដោយមួយក៏ Master មួយក៏ Bachelor ក៏ដោយខ្ញុំគិតថាគួរតែទទួលយកមតិកែលម្អហ្នឹងឲ្យបានច្រើនត្រូវបើកចិត្តទូលាយហើយទទួលយកដោយសុភាពរាបសារទន់ភ្លន់ជាដើមនិងបញ្យល់តើឲ្យគាត់យល់វិញថាពីគំនិតរបស់យើងយ៉ាងណាដែរហើយពេលខ្លះយើងអាចទទួលស្គាល់កំហុសនិងរៀនពីមតិល្អទាំងនោះផងដែរតាមយើងប្រើមតិកែលម្អហ្នឹងដើម្បីកែតម្រូវតាមតម្រូវការស្រាវជ្រាវរបស់យើងផងដែរឧទាហរណ៍បើសិនជាគាត់គណៈកម្មការមួយក៏គ្រូគាត់ comment មកលើប្រធានបទរបស់យើងអាចនិយាយបានថាអូកន្លែងនេះខ្ញុំខុសហើយនឹងយកទៅពិចារណាហើយកែឡើងវិញមួយក៏យើងអាចនិយាយមួយទៀតថាសូមអធិស្ឋានខ្ញុំមើលអត់ដល់ទេសូមអរគុណនឹងទុកសម្រាប់ការស្រាវជ្រាវនឹងទៅលើក្រោយទៀតជាដើមនេះខ្ញុំសូមថែមបន្តិចទៀតចំពោះទៅតាមគោលការណ៍របស់សាលានីមួយដោយសារតែសាលារៀនគឺអាចមានគោលការណ៍ផ្សេងគ្នាដូច្នេះហើយពេលខ្លះតាមសាលាគេអាចនឹងផ្ដល់ឲ្យគ្រូដឹកនាំតែម្នាក់តែសាលាខ្លះគាត់អាចនឹងមាន2ដូចជាគ្រូដឹកនាំចម្បងហើយនឹងចំនួនបន្ថែមតទៅនេះខ្ញុំសូមផ្ដល់ជាបបផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការក្រើនរំលឹកអ្នកនរគ្នាក៏ដូចជាសារដាស់តឿនពីព្រោះអីខ្ញុំបានឆ្លងកាត់ហើយដល់ពេលដែលខ្ញុំឃើញមិត្តភ័ក្តិក៏ដូចជាខ្លួនឯងពេលខ្លះយើងអាចទៅតែគិតថាការធ្វើសារណាគឺទាមទាររយៈពេលយូរដែរអញ្ចឹងយើងត្រូវការភាពអត់ធ្មត់ហើយដើម្បីយកជំនះហើយនឹងព្យាយាមទៅលើការធ្វើសារណានេះហើយការធ្វើបែបនេះគឺអាចមានប្រឈមនឹងបញ្ហាខ្លះដែរដូចជាពេលវេលាទៅលើការងារទៅលើក្រុមគ្រួសារជាដើមដែលអាចខុសគ្នាទៅតាមបុគ្គលរៀងខ្លួនទោះជាយ៉ាងណាក៏ដោយខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាត្រូវមានការរៀបចំជាមុននឹងមានការពិភាក្សាជាមួយនឹងគ្រូដឹកនាំឲ្យបានច្បាស់លាស់ហើយមានការតាំងចិត្តខ្ពស់និងមានវិន័យសម្រាប់ខ្លួនឯងផងដែរសូមម្ដងទៀតសូមកុំបោះបង់Don't give up ហើយផ្ដោតទៅលើលទ្ធផលនេះពេលអនាគតថាពេលដែលយើងបញ្ចប់សារណាហ្នឹងគឺជាសមិទ្ធផលរបស់យើងតែម្ដង work hard and smart ជូនអ្នកទាំងអស់គ្នាជោគជ័យក្នុងការសរសេរសារណាបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍នឹងការចែករំលែកពីចំណេះដឹងនិងការសិក្សាផ្សេងៗនោះអ្នកទាំងអស់គ្នាអាចតាមដានវីដេអូផ្សេងៗទៀតថ្មីៗរបស់ខ្ញុំបាន